ថ្ងៃនេះដែរខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាពីមុខម្ហូបថ្មីមួយទៀតគឺឆាដំឡូងសរសៃជាមួយនឹងសាច់ជ្រូកសរសៃបែបចិនតោះកុំឲ្យខាតពេលបងប្អូនទាំងអស់គ្នាទស្សនាជាមួយខ្ញុំដូចតទៅដំបូងដាំទឹកឲ្យពុះដើម្បីស្រុះដំឡូងដាក់ការ៉ុតចូលដើម្បីស្រុះជាមួយគ្នាស្រុះឲ្យឆ្អិនល្មមទើបស្រង់ចេញខ្លាញ់ក្តៅដាក់សាច់ចូលបំពងវាឲ្យឆ្អិនបន្ទាប់ពីបំពងរួចយើងស្រង់វាចេញបន្តមកទៀតដាក់ខ្ទឹមនិងខ្ញីចូលដាក់សាច់ជ្រូកចូលកូរវាឲ្យឈ្ងុយជាមួយខ្ទឹមបន្តមកទៀតដាក់បន្លែចូលដាក់ឆាជាមួយគ្នាដាក់គ្រឿងផ្សំចូលចុងក្រោយឆាដាក់ចូលគ្នាឲ្យសព្វល្អជាការស្រេចបាទអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់សូមជួយចុច like និង share ជូនខ្ញុំបាទម្នាក់មួយផងបាទអរគុណ